មួយថ្ងៃមុននឹងខ្ញុំទៅលេងសង្ក្រាន្តនៅសៀមរាបថាខ្ញុំនឹងធ្វើអីគេខ្លះប្រកាសហើយរឿងទី1ដែលខ្ញុំត្រូវធ្វើគឺខ្ញុំត្រូវរៀបចំកាអាវលោកអាវលោកអីអញ្ចឹងណាហើយរៀបចំវាចូលទៅក្នុងវ៉ាលីខ្ញុំ plan ទៅសង្ក្រាន្តសៀមរាបហ្នឹងខ្ញុំចង់ទៅថតរូបយើងច្រើនដែរថត content ថតអីនៅប្រាសាទអីអញ្ចឹងណាសម្រាប់ trip លើកហ្នឹងអ្នកដែលជួយ stylist ខ្ញុំគឺឡុងនិយាយទៅ stylist ឆ្លង trip ហ្មងចូលឆ្នាំហ្នឹងគឺខ្ញុំអត់ហោះហើរទេគឺខ្ញុំទំនេរឈប់បានមក full ចូលឆ្នាំហ្នឹងហ្មងខ្ញុំទៅសៀមរាបលេង4យប់ហើយតមកលេងភ្នំពេញតទៀតនេះគឺជាឈុតសម្រាប់ថ្ងៃទី1របស់ខ្ញុំដែលខ្ញុំចង់ទៅថត content នៅប្រាសាទអញ្ចឹងថ្ងៃទី1ហ្នឹងខ្ញុំចង់រៀប2ឈុតសម្រាប់ដើរថតនៅប្រាសាទហើយនេះគឺជាឈុតទី1វាមិន outfit របស់ខ្ញុំហ្មងហើយនេះគឺជាឈុតទី2សម្រាប់ថតថ្ងៃទី1ដូចគ្នាខ្ញុំចង់ដើរថតនៅប្រាសាទតាំងពីឈុតហ្នឹងឈុតទី2នេះសាមញ្ញធម្មតាទេបែបទូទៅឈុតសម្រាប់ថ្ងៃបន្ទាប់ទៀតគឺធម្មតាទេអត់មានអីច្រើនទេសម្រាប់ទៅហាងកាហ្វេទៅអីអញ្ចឹងណាបន្ទាប់ពីខ្ញុំរៀបកាអាវសាគូសម្រាប់3 4ថ្ងៃនៅសៀមរាបហើយខ្ញុំមករៀបចំកាអាវសម្រាប់លេងទឹកម្ដងកាអាវសម្រាប់លេងទឹកတော့អត់មានអីពិបាកទេអ្នកនរគ្នាខ្ញុំមានតែអាវវាក្លៀកជាមួយនឹងខោខ្លីវាស្រួលស្លៀកស្រួលដើរអញ្ចឹងរៀបចំខោអាវសំខាន់ហើយខ្ញុំមករៀបចំកាអាវសម្រាប់គេងម្ដងលើកនេះខ្ញុំទៅគេងជុំគ្នាជាមួយនឹងមិត្តភ័ក្តិជួលដមគេងជុំគ្នាហ្មងអញ្ចឹងខ្ញុំអត់អាចគេងខ្លួនទៅទេឬមួយក៏ស្លៀកខោក្នុងគេងបាននេះគឺខ្ញុំត្រូវពាក់អាវវាក្លៀកឬមួយក៏ខោខ្លីគេងអញ្ចឹងទៅកំពុងតែរៀបចំអីវ៉ាន់ហ្នឹងហាងវ៉ាលីគេ delivery វ៉ាលីមកឲ្យល្មមវ៉ាលីកាខ្ញុំទៅតែទិញយកទៅជប៉ុនហ្នឹងមកវិញគឺបាក់កង់ខ្ទេចហ្មងដោយសារតែខ្ញុំដាក់អីវ៉ាន់ធ្ងន់ពេកអញ្ចឹងគឺត្រូវកំងវ៉ាលីមកថ្មីបន្ទាប់ពីរៀបចំកាអាវអស់ហើយគឺខ្ញុំត្រូវបត់វាទាំងអស់ហ្នឹងដើម្បីដាក់ចូលទៅក្នុងវ៉ាលីកាអាវដែលខ្ញុំរៀបទៅសម្រាប់4យប់5ថ្ងៃហ្នឹងគឺច្រើនឈុតដែរហ្នឹងដាក់ទៅឡើងមកចំហៀងវ៉ាលីបាត់ហើយអញ្ចឹងសល់ space មកចំហៀងទៀតខ្ញុំត្រូវដាក់ស្បែកជើងទៅប្រហែលជា3គូហើយនៅមានអីវ៉ាន់បន្ទប់ទឹកផង skin care ផង accessory ផងអីផងនិយាយទៅគឺច្រើនមុខមែនតើ skin care accessory កាមេរ៉ាថតរូបកាមេរ៉ាវីដេអូអញ្ចឹងអីវ៉ាន់ហ្នឹងខ្ញុំរៀបចំបានប្រហែលជា 70% ហើយនៅសល់តែយកអីវ៉ាន់ខ្លះទៀតយកមកដាក់ចូលហើយគឺអស់លេងហើយអីដែលសំខាន់មួយទៀតដែលអត់អាចភ្លេចបានគឺ see what inside សម្រាប់លេងបាញ់តាត់អញ្ចឹងអាហ្នឹងវែងអ្នកទាំងអស់គ្នាខ្ញុំដាក់ចូលវ៉ាលីអត់កើតទេតោះតែខ្ញុំយកវាបរិយាចូលខាងក្នុងតែខ្ញុំទុកហៀបវាពេលក្រោយអូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំបានរៀបចំអីវ៉ាន់សម្រាប់ដើរលេងហើយអញ្ចឹងបន្តទៅទៀតនៅក្នុងថ្ងៃហ្នឹងគឺខ្ញុំត្រូវទៅកាត់សក់ហើយនឹងដូរពណ៌សក់អ្នកទាំងអស់គ្នាទាយមើលថាខ្ញុំនឹងលាបសក់ពណ៌អីដែរខ្ញុំមកកាត់សក់ហើយនឹងលាបសក់នៅ Noah Studio អ្នកទាំងអស់គ្នាកន្លែងប្រចាំរបស់ខ្ញុំមកនៅពេលដែលខ្ញុំត្រូវលាបសក់គឺខ្ញុំតែងតែមកកន្លែងហ្នឹងខ្ញុំចង់បានពណ៌អីគឺបានពណ៌ហ្នឹងដូចចិត្តហ្មងដោយអ្នកទាំងអស់គ្នាធ្លាប់ឃើញហើយសក់ខ្ញុំនៅពេលដែលដូរពណ៌ទៅដល់លាបម្ដងគឺលាបពណ៌ខ្លាំងមែនតើដល់ពេលដែលមកដល់ភ្លាមហ្នឹងបងជាងគាត់ក៏ឈូសជើងសក់ខ្ញុំសេរីសក់ខ្ញុំឲ្យស្អាតម៉ាសាសិនបន្ទាប់មកបានចាប់ផ្ដើមភ្លេចឲ្យតែមកជួបគាត់សក់ខ្ញុំភ្លេចអត់ដែរតិចជាង2ទៅ3ដងឯងស្បែកក្បាលហើយនឹងសក់សេកថាកុំតែខ្ញុំឮតែខំមានណាភ្លេចថែម3 4ដងទៀតពណ៌សក់ដែលខ្ញុំនឹងលាបសម្រាប់រដូវកាលចូលឆ្នាំលើកនេះគឺខ្ញុំលាបពណ៌សហ្មងសមែនតែនហ្មងសស្កៅសតាចាស់ហ្មងដើម្បីបានពណ៌ហ្នឹងគឺតម្រូវឲ្យខ្ញុំត្រូវ bleach សក់3ដង bleach ម្ដងចាំយូរដែរដោយសារតែត្រូវឲ្យជាតិថ្នាំហ្នឹងវាបញ្ចេញសមត្ថភាពរបស់វាឲ្យអស់ពលិចលើកទី1វាឡើងពណ៌បានប៉ុណ្ណឹងហើយបន្ទាប់មកគាត់ក៏កាត់អាចុងសក់របស់ខ្ញុំចោលខ្លះដោយសារតែចុងសក់ខ្ញុំធ្លាប់លាបពណ៌ពីមុនអញ្ចឹងពណ៌វាអត់ស្មើគ្នាអញ្ចឹងគាត់ត្រូវតម្រឹមអាចុងហ្នឹងចេញទៅខ្លះសិនតម្រឹមចុងសក់ហើយផ្លុំសក់ស្ងួតហើយក៏ចាប់ផ្ដើមពលិចលើកទី2ហើយនេះគឺជាលទ្ធផលនៃការពលិចលើកទី2ផ្លុំស្ងួតហើយចាប់ផ្ដើមពលិចលើកទី3ខ្ញុំពលិចនឹង2 3ដងមិនក៏ប៉ុន្តែអត់មានក្តៅស្បែកក្បាលអត់មានកាហាយអត់មានអីណាអ្នកទាំងអស់គ្នាទុកដល់ម៉ោងកំណត់របស់វាយើងក៏មកលាងសក់នឹងហើយគឺចេញពណ៌ដែលខ្ញុំចង់បានហើយគឺសស្គូសដូចសក់ស្កៅហ្មងហើយនេះគឺជាលទ្ធផលចុងក្រោយនៃការលាបពណ៌សក់របស់ខ្ញុំលើកនេះគឺខ្ញុំចង់បានពណ៌សរបៀបអញ្ចឹងបន្ទាប់ពីប្លិចហើយអីហើយគាត់ក៏មកសារ៉េសក់របស់ខ្ញុំដោយសារខ្ញុំចង់បានសក់ខ្លីអញ្ចឹងគាត់ក៏សារ៉េចង់ចេញខ្លះហើយនេះគឺជា final result របស់ខ្ញុំសក់ខ្ញុំគឺពណ៌ហ្នឹងហើយប្រវែងប៉ុណ្ណឹងគឺខ្ញុំចង់ធ្វើម៉ូដបាសអញ្ចឹងនិយាយទៅគឺខ្ញុំស្រឡាញ់សក់ហ្នឹងហើយពណ៌ហ្នឹងខ្លាំងហ្មងទៅដើរលេងម្ដងឲ្យតែបានសក់សរួចរាល់ហើយខ្ញុំក៏ត្រឡប់ទៅផ្ទះវិញដើម្បីរៀបចំអីវ៉ាន់ហើយចាំប្អូនស្រីម្នាក់គាត់មកយកខ្ញុំឲ្យទៅចំណតឡានទាំងអស់គ្នាដោយសារតែខ្ញុំទៅលើកនេះគឺអត់ប្រើឡានខ្លួនឯងទេគឺជិះឡានក្រុងទៅជុំគ្នាជិះឡានពេលយប់តែគេងបានណាសមាជិកទៅដល់លេងលើនេះអត់មានអ្នកណាគេលះបង់ដើម្បីបើកឡានទេដោយសារតែខ្លាចហត់ទាំងអស់គ្នាហើយអញ្ចឹងក៏សម្រេចថាជិះឡានក្រុងជុំគ្នាទៅដល់សៀមរាបបានរលមកកង់3ជិះអីចឹងទៅពេលមកដល់ចំណតឡានហើយនិយាយពីថាមនុស្សច្រើនគេបុកមកសៀមរាបច្រើនខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយគ្នារបស់ខ្ញុំក៏បានមកដល់ប្រើនិយាយពីថា7នាក់នេះវល់វីវក់មកឲ្យតជួបគ្នាគឺដឹងតែត្រូវសើចឡើងអស់កម្លាំងលីងមកពេលខ្លះអត់ចាំបាច់ត្រូវធ្វើអីគ្រាន់តែឃើញមុខគ្នាគឺសើចបដ ாய் បន្ទាប់មកពួកខ្ញុំក៏ដល់ម៉ោងត្រូវឡើងឡានពួកខ្ញុំជិះឡានគេងពេលយប់អញ្ចឹងចេញទៅម៉ោងដូចជា 11:58 នាទីនិយាយពីថាអីវ៉ាន់របស់ខ្ញុំគឺច្រើនជាងគេគឺវ៉ាលីធំហ្មងហើយមានអីវ៉ាន់ speak ខាងក្រៅខ្លះទៀតដោយសារតែខ្ញុំទៅត្រូវថតច្រើនថតរូបថតវីដេអូថត content ថតអីអញ្ចឹងណាគ្នាពួកខ្ញុំ7នាក់អញ្ចឹងមានត្រូវម្នាក់គេងសេះម្នាក់ឯងណាអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាគេងម្នាក់ឯងកន្លែងពួកខ្ញុំគេងគឺនៅចិត្តគ្នាអញ្ចឹងទេមុននឹងឡានចេញទៅនោះគ្នាដាក់មួយរឿងសិនមិនអស់ចិត្តបន្ទាប់ពីឡានចេញដំណើរហើយគេបិទភ្លើងពួកខ្ញុំក៏នាំគ្នាគេងអូខេអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូមួយថ្ងៃមុនពេលដែលខ្ញុំទៅសង្គ្រាម trip នៅសៀមរាបមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានចូលមកមើលហើយកុំភ្លេច like share ហើយនិង follow មក account របស់ខ្ញុំម្នាក់មួយផងណាអូខេអរគុណជួបគ្នាវីដេអូក្រោយបាយ